ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រសេចក្តីអំពាវនាវដើម្បីគាំទ្រដល់វីរៈកងទ័ពជាតិកម្ពុជាដែលកំពុងបំពេញបេសកកម្មឈរជើងការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិតាមបណ្ដោយព្រំដែនកម្ពុជាថៃសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យមានកិត្តិយសជម្រាបជូនដល់ឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីដែលជាថ្នាក់ដឹកនាំទីប្រឹក្សាជាន់ខ្ពស់ទីប្រឹក្សាជំនួយការសមាជិកសមាជិកាសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យអ្នកសារព័ត៌មាននិងសប្បុរសជនមេត្តាជ្រាបថាលោកសាស្ត្រាចារ្យបណ្ឌិតសុកសុវណ្ណប្រធានសមាគមបានឯកភាពប្រគល់ភារកិច្ចជូនលោកបណ្ឌិតហវណ្ណាអនុប្រធានសមាគមដឹកនាំក្រុមការងារគៀងគររកជំនួយជាសម្ភារៈនិងថវិកាដើម្បីយកទៅឧបត្ថម្ភដល់វីរៈកងទ័ពជាតិដែលបានតស៊ូក្រាញននៀលការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់យើងអាស្រ័យហេតុនេះសូមសមាជិកសមាជិកាសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យនិងសប្បុរសជនមេត្តាចូលរួមបរិច្ចាគតាមសទ្ធាដើម្បីសមាគមមានលទ្ធភាពប្រមូលអំណោយយកទៅប្រគល់ជូនវីរៈកងទ័ពជាតិដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដើម្បីបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរក្នុងការការពារជាតិមាតុភូមិក្រោមស្មារតីសមរភូមិក្រោយគាំទ្រឥតងាករេសមរភូមិមុខការពារបូរណភាពទឹកដីជាតិយើងមិនឲ្យសត្រូវឈ្លានពានជាដាច់ខាតសូមទំនាក់ទំនងមកលោកបណ្ឌិតហវណ្ណាដែលមានលេខទូរស័ព្ទ085 60 0077និងតាមរយៈ QR Code នៅខាងក្រោមនេះថ្ងៃច័ន្ទ13រោចខែចេឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ថ្ងៃទី23ខែមិថុនាឆ្នាំ2025សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ